tay bê tông nhâm từ nương nghe base of the base Tên chặt 200 gram មកកាចាប់នេះ200 gram មកឆុងញ៉ាំដឹងប្រហែលកែវឯងបងប្អូនច្រើនណាស់បងប្អូននេះហើយបងប្អូនមកងាយដាក់តែទឹកដោះគោម្សៅវាយវាម្សៅតែវាយវាឲ្យសព្វហើយដាក់ស្ករឬក៏យើងដាក់ទឹកដោះគោខាប់ឬក៏យើងដាក់ទឹកខ្មុំដាក់ទឹកកកថែមទឹកដោះគោឆ្ងាញ់ពិសាមួយកែវហើយយើងមាននៅផ្ទះខ្លួនឯងចង់ញ៉ាំស្មើណាក៏បានដែរហើយបើអាកាសធាតុនៅខ្មែរយើងឥឡូវក្តៅខ្លាំងទៀតចឹងអូយទឹកកកតិចដាក់ទៅមានកម្លាំងឆ្ងាញ់បងប្អូនត្រូវការទិញកំងបានមានស្តុកនៅខ្មែរស្រាប់ហើយតែបៃតងនេះគឺជាប្រភេទ organic ទៀតប្រភេទគេហៅធម្មជាតិ 100% មកពីកោះជេជូអញ្ចឹងកន្លែងហ្នឹងបាក់ថាវាស្អាតគុណភាពតែក៏ល្អដែរហើយរបស់ organic 100%ហើយយើងធ្វើញ៉ាំខ្លួនឯងនៅផ្ទះទៀតជាមួយនឹងអនាម័យជាមួយនឹងទឹកដោះគោជាមួយនឹងអីតកអីចេះតែល្អទៀតអញ្ចឹងគឺ base of the base ដាក់កំងវើតមកទៅមានស្តុកឆ្ងាញ់ណាស់មកឆុងតែបៃតងញ៉ាំទៀតហើយបងប្អូន my favorite now អើ green tea latte ជួយចិត្តញ៉ាំមកលើនឹកឃើញតែឃ្លានអាហ្នឹងនេះមួយថ្ងៃនឹកឃើញឃ្លានតែអាហ្នឹងវាចាំញៀនប៉ុន្តែជាទូទៅរាល់ថ្ងៃអត់ទៅបានញ៉ាំទេដោយសារចេញពីធ្វើការមកវារៀងយប់ពេកតែអញ្ចឹងអត់ហ៊ានញ៉ាំចេញពីធ្វើការដល់ទៅម៉ោង8យប់ញ៉ាំបាយញ៉ាំអីហើយវាយប់ពេកចុះតែអញ្ចឹងទៅញ៉ាំអត់បានថ្ងៃនេះគឺឱកាសល្អសម្រាប់ខ្ញុំដែលខ្ញុំអាចញ៉ាំបាន my favorite អ្នកលក់អស់មើលនេះអ្នកលក់អស់ចិត្តមកកាចាពេកអ្នកទិញហើយអ្នកទិញការដាក់ល្មងនេះអ្នកលក់ញ៉ាំអស់មុនទេណាហើយអាហ្នឹងមកធ្វើញ៉ាំស្រួលអត់ពិបាកទេទឹកដោះគោមកខ្ញុំអត់ស្មុគស្មាញអីព្រោះក្តៅអីច្រើនទេទឹកដោះគោមកមុនដំបូងកូរអាម្សៅហ្នឹងឲ្យវាលិចជាមួយនឹងទឹកដោះគោបន្តិចសិនដើម្បីកុំឲ្យពេលដែលយើងដាក់ម៉ាស៊ីនវាយទៅវាហុយតែនឹងចេញណានេះមានសញ្ញាអានេះវាយមួយងាយមែនតើតែប៉ុណ្្នឹងមក green tea latte ធ្វើនៅទៀនញ៉ាំអស់លុយតិចណាបងប្អូនមកកញ្ចប់នេះតែមកកញ្ចប់នេះរហូតទៅដល់200 ក្រាមខ្ញុំញ៉ាំបានយូរខែមែនតើ200 ក្រាមហ្នឹងណាហើយប៉ុន្តែខ្ញុំអត់ញ៉ាំរាល់ថ្ងៃពេកទេអត់មានពេលញ៉ាំរាល់ថ្ងៃចង់ញ៉ាំរាល់ថ្ងៃតែអត់មានពេលញ៉ាំរាល់ថ្ងៃ green tea បើយើងញ៉ាំរាល់ថ្ងៃល្អតែបងប្អូនញ៉ាំមួយថ្ងៃត្រឹមតែមួយកែវអីបានទេកុំញ៉ាំលើសលុបពេកស្អីក៏ដោយតែយើងលើសលុបពេកវាតែងតែមានផលវិបាកអីវាមានគុណសម្បត្តិប៉ុន្តែបើសិនជាយើងញ៉ាំលើសលុបពេកក៏វាមានគុណវិបត្តិដែរដូចតែស្អីក៏ដោយមកហូបអាហារយើងអីក៏ដោយឲ្យតែយើងញ៉ាំច្រើនជ្រុលវានឹងមាន side effect ឯងវាមានផលប៉ះពាល់អញ្ចឹងណាបងប្អូនទុកជារបស់នឹងល្អខ្លាំងយ៉ាងណាក៏ដោយរាងកាយយើងវាទទួលយកជាមួយនឹងអ្វីដែលមានកំណត់វាអត់ទទួលយកលើកំណត់ទេអញ្ចឹងបើសិនជាយើងញ៉ាំអីដែលលើកំណត់ទៅវាក៏មិនល្អដែរអើយដាក់ទឹកឃ្មុំតិចសិនថែមជាមួយនឹងទឹកឃ្មុំបន្តិចឲ្យរសជាតិកាន់តែឆ្ងាញ់អាចទឹកដោះគោឆៅទឹកដោះគោខាប់ហើយតែឆ្ងាញ់ទៀតវាឈ្ងុយខ្ទិះចឹងណាប៉ុន្តែអត់ហ៊ានញ៉ាំអាយុយើងច្រើនហើយចាអាយុយើងច្រើនហើយយើងអត់ហ៊ានញ៉ាំគ្រឿងចឹងណាតែបើដាក់ដោះគោខាប់ទៀតវាកាន់តែឆ្ងាញ់នេះទៅខ្ញុំវាយម្ដងទៀតឲ្យទឹកឃ្មុំនឹងសព្វល្អកុំឲ្យវានៅកកទឹកឃ្មុំវានៅបាតកែវចឹងខ្ញុំវាយទឹកឃ្មុំនឹងឲ្យសព្វមួយទឹកដោះគោសិនងាយបងប្អូនអ្នកទិញសម្រាប់វាយជាមួយទៅស្រួលវាវាយទៅវាតែម្សៅតែបៃតងហ្នឹងវាម៉ត់ចូលល្អបើសិនជាយើងអត់មានម៉ាស៊ីនវាយយើងវាយដៃអើយវាអត់ម៉ត់ល្អវារៀងនៅរៀងឃើញមានរៀងកាក់អញ្ចឹងណាតាមពិតម្សៅតែគេម៉ត់ទេប៉ុន្តែដល់ពេលវាត្រូវទឹកទៅដែលយើងវាយវាអត់សប់វាឃើញរៀងដុំណាចារៀងកក់ដុំអញ្ចឹងបើយើងមានម៉ាស៊ីននេះវាយមួយទៅ
គឺងាយស្រួលចាឲ្យលឿនទៀតចំណេញពេលវេលាចំណេញពេលវេលាហើយវាធ្វើបានល្អអញ្ចឹងតែប៉ុណ្្នឹងមកហើយខ្ញុំដាក់ទឹកកកកញ្ចោដាក់ទឹកកកកញ្ចោទឹកកកខ្ញុំឡើងខ្ជូតទឹកកកឡើងខ្ជូតវាដុំមួយខ្ញុំទឹកកកហ្នឹងខ្ញុំប្រកបខ្លួនឯងកៅចឹងហើយអង្គុយមើលរឿងនេះផាត់ខ្ញុំទឹកអង្គុយមើលរឿងអើយថ្ងៃហ្នឹងថ្ងៃសម្រាប់ដល់អញ្ចឹងថ្ងៃយើងសោយសុកហ្នឹងថ្ងៃយើងអត់ធ្វើការហ៎ដាក់តែប៉ុណ្្នឹងមកហើយទៅថែមទឹកដោះគោបន្តិចទៀតអូយឡើងកលីបនេះទៅនងឯងបងប្អូន